Mình chuẩn bị xuống vùng mấy bông bồn ở kia bàn đời tại ở vậy này bông bồn bạn khơi này khả mục nhóm níคือ chia microphone brand របស់ Behringer ដែលមាន model SM 1800 បានជាអីវ៉ាន់ដែលមកពីខាងប្រទេសជប៉ុនបានមកទឹកប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់បងប្អូននោះគឺថា microphone ប្រភេទនេះគឺសំឡេងបានន័យថាវាបើធៀបជាមួយក្បាលមិចនេះក្បាលមិចដែលនៅខាងមុខនេះគឺចាញ់ក្បាលមិចដែលយើងត្រូវបានដូរបាទអញ្ចឹងក្បាលមិចដែលយើងត្រូវបានបដូរនេះគឺសំឡេងល្អជាងបាទនេះបងប្អូនសំឡេងល្អជាង smooth ជាងហើយ frequency គឺ support ចាប់ពី50ទៅដល់15 16 kHz បងប្អូនបាទនេះ frequency គឺខ្លាំងប៉ុន្តែបើ microphone របស់ Behringer គឺ frequency ចាប់ពី80 Hz ទៅដល់15 kHz បងប្អូនបាទគឺសំឡេងពិបាកចេះថាយើងពិបាកក្នុងការជាងបងប្អូនតែបានដឹងបាទហើយដូច microphone នេះគឺខ្ញុំបានធ្វើការបដូរក្បាលមិចអស់ហើយបាទគឺដូចនៅខាងមុខនេះបងប្អូនបានឃើញនេះបាទគឺខ្ញុំបានដូរក្បាលមិចរបស់microphone នឹងចេញបាទដើម្បីយើងឲ្យបានសំឡេងល្អហើយសំឡេងងាយស្រួលបាទងាយស្រួលក្នុងការប្រើប្រាស់ហើយយើងប្រើជាមួយ mixer របស់ Yamaha បាទហើយ mixer Yamaha AG03 នេះបាទសម្រាប់បងប្អូនដែលប្រើជាមួយប្រភេទ speaker បាទ party box អីហ្នឹង speaker wally speaker អីហ្នឹងបងប្អូនចង់បាន reverb delay ព្រោះបាទគឺអាចប្រើជាមួយ mixer តូចនេះបានយើងអាចដាក់តាមខ្លួនមកយើងប្រើជាមួយpower bank គឺបានបងប្អូនបាទងាយស្រួលក្នុងការដាក់តាមខ្លួនបាទអញ្ចឹងគឺទូចទេបងប្អូនបាទហើយសំឡេងចំពោះmixer នេះភ្លើងយើងអាចបូកបានភ្លើង 48V ក៏បានដែរបាទឥឡូវនេះគឺខ្ញុំតេស្ត microphone ដែលខ្ញុំបានដោតប្រើជាមួយ mixer AG03 នេះបាទហើយចំពោះ gain គឺយើងប្រហែលតែបន្តិចទេបាទអញ្ចឹងសំឡេងគឺល្អមែនទែនឥឡូវគឺខ្ញុំតេស្តជូនបងប្អូន check 1 2 test testing 1 2 check ahead បាទគឺអាចដកបានទៀតបងប្អូនបាទហើយ gain យើងមិនប្រើក៏យើងអាចឈៀងបាន check 1 2 check បាទហើយចំពោះ effect បាទយើងអាចធ្វើការ set up នៅលើ computer ក៏បានឬក៏និយាយទៅគឺបើយើងប្រើគឺ set up នៅក្នុង computer តែម្ដងបងប្អូនចង់បាន reverb ប៉ុណ្ណា delay ប៉ុណ្ណាចង់ EQ ចង់ប្រើ compressor បងប្អូនអាចប្រើបានបងប្អូនបាទអញ្ចឹងខ្ញុំដាក់ effect មក check 1 2 test testing 1 ចាំបងប្អូនតម្លើង gain បន្តិចមកនិយាយទៅស្រួលបងប្អូនបាទបើហៅ gain តែបន្តិចទេបាទ check 1 2 testing 1 2 បាទហើយចំពោះក្បាល mic នេះគឺខ្ញុំប្រើនេះ mic ដូចបងប្អូនបានឃើញហ្នឹងបងប្អូនបាទគឺ smooth ល្អបាទហើយតម្លៃសមរម្យទេបាទហើយ frequency គឺ support ខ្លាំងល្អដែរបាទចាប់ពី50 Hz ទៅដល់16 kHz បាទអញ្ចឹងបងប្អូនដែលមាន mic ដែលមាន microphone ខ្សោយបាទខ្សោយ mic ខ្សោយអីហ្នឹងបងប្អូនអាចសាកបានបាទគេមានកូដមាន serial របស់គេត្រឹមត្រូវបងប្អូនបាទហើយតម្លៃធូរថ្លៃដែរទេបាទគាត់នៅផ្សារមកដាក់ចូលមកគឺត្រូវគ្នាតែម្ដងបងប្អូនបាទនេះដូចបងប្អូនបានឃើញហ្នឹងអញ្ចឹងគឺខ្ញុំមាន20គ្រាប់បាទប៉ុន្តែខ្ញុំដាក់ធ្វើឲ្យភ្ញៀវនោះអស់4គ្រាប់ហើយត្រូវផ្ញើឲ្យភ្ញៀវនៅខាងភ្នំពេញហ្នឹងចំនួន4គ្រាប់ទៀតទាំងអស់8គ្រាប់អញ្ចឹងនៅសល់12គ្រាប់ទៀតអញ្ចឹងបងប្អូនត្រូវការដូរបាទបដូរមិនថា mic wireless ឬក៏ mic
យើងប្រើខ្សែបាទអញ្ចឹងបងប្អូនសំឡេងអត់សូវល្អបងប្អូនអាចសាកដូរបានហើយនេះគឺខ្ញុំបានដូររួចរាល់ហើយ Check 1 2 testing test បើអញ្ចឹងគឺមានប៉ុណ្្នឹងហើយបងប្អូនបាទព្រោះអ្វីដែលចង់បង្ហាញគឺគាត់បង្ហាញបងប្អូនតែប៉ុណ្្នឹងបាទព្រោះយើងមានក្បាលមិចបាទដែលមានតម្លៃល្អហើយសំឡេងល្អបាទបងប្អូនបាទអញ្ចឹងគឺខ្ញុំជំរើសមែនទែនបាទនេះតម្លៃធូរថ្លៃទេបងប្អូនបាទហើយបើធៀបជាមួយរបស់ Behringer នេះគឺលើបាទពួកខ្ញុំអ្នកប្រើនឹងច្រើនដែរហើយនៅកន្លែងខ្ញុំក៏មានច្រើនដែរ Behringer ប៉ុន្តែសិតតែបើសិនជាបោះវាដើមគឺសំឡេងมันនិយាយថាគឺมันសូវស្រូបបងប្អូនបាទมันសូវស្រូបហើយfrequency ក៏ទាបដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងហើយបងប្អូនបាទអត់មានអីបន្តទៀតទេ Check 1 2 test អញ្ចឹងអរគុណច្រើនសម្រាប់បងប្អូនដែលទស្សនាវីដេអូនេះពីដើមដល់ចប់បាយបាយជម្រាបលាទាំងអស់គ្នា